យោធាថៃបានបើកដៃឲ្យអា BA ឡានដឹកអាចអាការចោមផ្លាងឲ្យវាធ្វើសកម្មភាពក្រអើក្រតមនៅចំពោះមុខបណ្ដាអង្គទូតបរទេសនៅក្នុងតំបន់ថ្មដាបង្ហាញពីភាពយងខ្នងនិងជាទង្វើខុសច្បាប់អន្តរជាតិដែលបំពានដីខ្មែរបាននិយាយចំទៅប្រទេសថៃនេះបងប្អូនទៅតែកកើតជារដ្ឋពេញលេញនៅសតវត្សទី13នៃគ្រិស្តសករាជទេបងប្អូនចាហើយទឹកដីនេះគឺបានមកពីការឈ្លានពានដណ្ដើមយកពីកម្ពុជាសរុបទាំងអស់ហ្នឹងគឺជាង30ខេត្តហើយភាពលោភលន់នេះគឺនៅតែរុញដល់ថ្នាក់ដឹកនាំថៃបច្ចុប្បន្នបន្តចង់លេបទឹកដីខ្មែរយកបន្ថែមទៀតហើយពួកថៃវាតែងតែប្រកាសថាប្រាសាទព្រះវិហារហ្នឹងគឺជារបស់ខ្លួនប្រាសាទព្រះវិហារគឺជារបស់ថៃប៉ុន្តែហេតុអីបានពួកអាថៃនឹងវាបាញ់បំផ្លាញប្រាសាទព្រះវិហារមួយវិញទៀតបច្ចុប្បន្ននេះពួកថៃវាបានប្រកាសថាប្រាសាទតាក្របីគឺជារបស់ខ្លួនប្រាសាទតាក្របីគឺជារបស់ថៃប៉ុន្តែហេតុអ្វីបានជាពួកអាថៃនឹងវាបាញ់បំផ្លាញប្រាសាទតាក្របីថៃនៅតែប្រើប្រាស់ទង្វើជាចោលតែស្រែកឲ្យគេចាក់ចោលហើយនិយាយចំទៅបងប្អូននៅក្នុងសតវត្សទី21ទៅហើយបងប្អូនណានៅក្នុងចិត្តពួកអាថៃនេះវាពោពេញទៅដោយភាពស្រែកឃ្លានទឹកដីកម្ពុជាខ្លាំងណាស់បងប្អូនហើយយោធារបស់ថៃនឹងគឺបានបើកការឈ្លានពានទាំងកំរោលតែម្ដងដោយបំពានច្បាប់អន្តរជាតិដើម្បីជាលេសដោះសារចំពោះសហគមន៍អន្តរជាតិដោយបានប្រើប្រាស់ផែនទីឯកតោភាគីដែលសហគមន៍អន្តរជាតិនឹងមិនទទួលស្គាល់ទេបងប្អូនចាចំពោះការបង្កើតផែនទីឯកតោភាគីរបស់ថៃនេះបានបង្ហាញថានេះគឺជាអេរិយាបថដែលមិនស័ក្តិសមជាសមាជិកមានការទទួលខុសត្រូវរបស់សមាគមអន្តរជាតិនោះឡើយជាក់ស្ដែងមុនពេលនឹងពេលព្រឹត្តិការណ៍ផ្ទុះសង្គ្រាមឈ្លានពាននៅលើទឹកដីកម្ពុជាយើងបានសម្លឹងមើលឃើញយ៉ាងច្បាស់ដែលមិនអាចប្រកែកបានឡើយពីការគប់គិតគ្នារវាងយោធាថៃដែលបើកដៃឲ្យអាបុគ្គលកានចំផ្លាងអាមួយដែលបងប្អូនដាក់រហ័សស្លៀម BA ឡានដឹកអាចឬមួយក៏ស្ថាបនិកឡានដឹកអាចណាបងប្អូនចាដែលវាមានប្រជាប្រិយភាពនៅក្នុងបណ្ដាញសង្គមរបស់ថៃនឹងខ្លាំងមែនទែនឲ្យធ្វើទង្វើរំលោភសិទ្ធិរបស់មនុស្សយ៉ាងធ្ងន់ធ្ងរនិងច្បាប់អន្តរជាតិដែលធ្វើឲ្យកិត្តិយសរបស់ជនជាតិថៃពេញមួយប្រទេសនឹងត្រូវអាប់អោនតាមរយៈទង្វើគ្មានភាពថ្លៃថ្នូរគ្មានសិលធម៌និងគ្មានសតិជាមនុស្សរបស់បុគ្គលថោកទាបម្នាក់នេះហើយអា BA ឡានដឹកអាចអាការចំផ្លាងនេះត្រូវបានគេមើលឃើញថាបានធ្វើនឹងកំពុងតែបន្តទង្វើជាច្រើនខ្លាំងមែនទែនដែលរំលោភបំពានសិទ្ធិមនុស្សជាតិជាពិសេសនឹងគឺសិទ្ធិរបស់ពលរដ្ឋកម្ពុជាតែម្ដងដោយបុគ្គលរូបនេះបងប្អូនកាលពីមុនសង្គ្រាមឈ្លានពានមកលើកម្ពុជាលើកទី2បុគ្គលបុគ្គលការចំផ្លាងនេះដែលគ្មានវិចារណញ្ញាណហ្នឹងបងប្អូនគឺបានដឹកលិមួកជាច្រើនខ្លាំងមែនទែនជាច្រើនរថយន្តបំរុងមកបាញ់សោនៅលើប្រជាពលរដ្ឋខ្មែរយើងស្រុកត្រង់ណានៅភូមិជោគជ័យភូមិព្រៃច័ន្ទឃុំអូបីជាន់ស្រុកអូជ្រៅខេត្តបន្ទាយមានជ័យហើយបន្ទាប់ពីបទឈប់បាញ់រវាងកងទ័ពទាំងពីរតាមរយៈកិច្ចព្រមព្រៀងចុះនៅថ្ងៃទី27ខែធ្នូឆ្នាំ2025ទាំងយោធាថៃនិងបុគ្គលការចំផ្លាងហ្នឹងគឺបានរំលោភលើកិច្ចព្រមព្រៀងពលគឺបានរុញចូលទៅក្នុងទឹកដីកម្ពុជាយើងទាំងក៏ឃ្លឿនតែម្ដងនៅក្នុងនោះយោធាថៃគឺបានរៀបបន្លាលួសដាក់ទូកុងតឺន័រហំពាត់យកផ្ទះសម្បែងប្រជាពលរដ្ឋខ្មែរហើយកាលពីថ្ងៃទី6ខែកុម្ភៈឆ្នាំ2026យោធាថៃនឹងដោយមានការគ្រប់គ្រងពីបុគ្គល BA ឡានដឹកអាចអាការចំផ្លាងនឹងគឺបានដឹកទូកុងតឺន័រចំនួន50ទូមកដាក់ហំពាត់នៅមុខបន្លាលួសអីចឹងទៅដែលពួកគេនឹងគឺបានរាយកាត់ទទឹងផ្លូវជាតិលេខ55ត្រង់ចំណុចរមោះជ្រូកផ្លូវបំបីទៅកោះកុងស្ថិតនៅភូមិសង្គមថ្មីឃុំថ្មដាស្រុកវាវែងខេត្តពោធិ៍សាត់ហើយសកម្មភាពនេះគឺជាការរំលោភបទឈប់បាញ់និងរំលោភដោយអធិបតេយ្យភាពកម្ពុជាយ៉ាងពិតប្រាកដនៅថ្ងៃទី26ខែមីនាឆ្នាំ2026យោធាថៃដែលមានការគ្រប់គ្រងដដែលពីបុគ្គលការចំផ្លាងហ្នឹងគឺបានចាប់ផ្ដើមលើកដាក់ទូកុងតឺន័របន្ថែមពីលើទូកុងតឺន័រចាស់នៅលើប៉ាណូតុងជាតិនៅច្រមុះជ្រូកផ្លូវបំបីទៅកោះកុងបន្ថែមពីលើសកម្មភាពរំលោភបំពានទឹកដីកម្ពុជាដោយមិនខ្លាចរអាច្បាប់អន្តរជាតិនោះយោធាថៃរួមទាំងអា BA ឡានដឹកអាចនឹងបាក់ពួកនាថ្ងៃទី27ខែមីនាឆ្នាំ2026គឺបានលើកតុងជាតិរូបដំរីនៅក្នុងរង្វង់ក្រហមដែលមាននិមិត្តសញ្ញាទង់សង្គ្រាមការពីសង្គ្រាមលោកលើកទី1ចានៅចំពោះមុខវត្តមានបណ្ដាឯកអគ្គរដ្ឋទូតឯកអគ្គរដ្ឋទូតតំណាងទូតបរទេសនិងតំណាងអង្គការអន្តរជាតិប្រមាណ20រូបដោយមិនខ្លាចញញើតច្បាប់អន្តរជាតិនោះឡើយហើយជាក់ស្ដែងកាលពីម្សិលមិញឃើញតែអា BA ឡានដឹកអាចនឹងទេដែលវាហ៊ានក្អឺតកតោមអីចឹងណាបងប្អូននឹងយោធាថៃនឹងឯពួកចំណោមអីក្រុមបកពួករបស់ពួកវានឹងប៉ុន្តែបាត់មុខអស់លេងបាត់ក្បាលអាក្រសួងការបរទេសថៃអាថ្នាក់ដឹកនាំថៃនិយាយទៅបាត់អស់លេងគឺពួកវាអត់ហ៊ានមកទេបងប្អូនព្រោះដោយសារតែពួកវាកិច្ចវេះអត់ចង់ប្រឈមមុខនឹងការប៉ັດទេបងប្អូនចាហើយជាក់ស្ដែងអ្នកដែលចង់ទៅបណ្ឌិតនៅកន្លែងទីតាំងហ្នឹងគឺមិនមែនតិចទេបងប្អូនចូល20នាក់ជាងព្រោះដោយសារតែម្សិលមិញហ្នឹងគឺប្រមុខការទូតកម្ពុជាបានបង្ហាញផែនទីចាផែនទីទឹកដីខ្មែរនៅតំបន់ថ្មដាដែលត្រូវពួកយោធាថៃឈ្លានពានដោយខុសច្បាប់ហ្នឹងចូលទៅដល់បណ្ដាអង្គទូតនិងអង្គការអន្តរជាតិឲ្យបានដឹងផ្ទាល់តែម្ដងតែពេលចឹងទៅមិនមែនពួកវាអត់ដឹងទេបងប្អូនពួកវាដឹងប៉ុន្តែពួកវាអត់ហ៊ានមកប្រឈមមុខព្រោះដោយសារតែដឹងតែមកប្រឈមមុខដឹងតែខ្មាស់គេអញ្ចឹងទុកសុកចិត្តបើកដៃឲ្យអា BA ឡានដឹកអាចនឹងអាការចោមផ្លាងហ្នឹងឲ្យវាមកអញញ៉ៃក្អឺតកតោមនៅមុខគេមកព្រោះដោយសារតែអាហ្នឹងវាអត់សូវចេះខ្មាស់គេទេបងប្អូនសាច់ឈាមវាចង់និយាយថាសណ្ដានវាតាំងពីអើយមកហើយគឺរបៀបថាចូលចិត្តណារឿងយករបស់គេអញ្ចឹងក្នុងពេលឥឡូវនេះវាមកក្អឺតកតោមអីមុខគេទៀតទោះបីគេថាវាចោលក៏វាអត់ខ្វល់ដែរបងប្អូនចាទោះបីគេថាវាប្លន់គេវាលួចគេក៏វាអត់ខ្វល់ដែរសំខាន់គឺវាបានមករបៀបថាក្អឺតកតោមឬមួយក៏វាបានបង្ហាញថានេះដីហ្នឹងពិតជាវាបានយកមែនអញ្ចឹងណាបងប្អូនគ្រាន់តែចង់ប្រាប់ថាឲ្យពួកឯងហ្នឹងក្អឺតកតោមសិនចោះហ្នឹងហើយឲ្យពួក
ពួកឯងសបាយសិនចុះបងប្អូនត្រូវចាំថាអ្នកសោយមុនណាមិនសបាយដូចជាអ្នកសោយក្រោយទេបងប្អូនអាការចំផ្លាំងនេះការពេលសង្គ្រាមវាបានយកទង់ជាតិថៃនឹងយកទៅដោតនៅលើឡានដឹកលិមួកអញ្ចឹងណាបងប្អូនហើយវានាំគ្នាបើកមកព្រំដែនដើម្បីចង់បាញ់លិមួកនឹងទៅដល់ប្រជាពលរដ្ឋខ្មែរយើងណាចាតែដល់ពេលអត់បានបាញ់ទេពួកវាក៏នាំគ្នាបើកឡាននឹងទៅវិញដោយក្តីអាម៉ាស់តែម្ដងឡើងប្រជាពលរដ្ឋថៃនឹងនាំគ្នាថាវារបៀបថាមិនដឹងជាឈួតស្អីទៅយកអាឡានដឹកអាចយកមកបាញ់ដាក់គេហើយយកទង់ជាតិថៃនឹងយកទៅដោតនឹងខ្មាស់គេមួយសាហើយបងប្អូនចាឥឡូវចាំមើលវាខ្មាស់គេមួយសាទៀតពេលដែលយើងដោះស្រាយអារឿងព្រំដែននឹងចប់សពគ្រប់អស់ហើយចាំមើលបងប្អូនចាំសោយពេលដែលពួកវានឹងត្រឡប់យកអាកុងតឺន័រនឹងយកទៅស្រុកវាវិញបងប្អូន